Sôm chun rương niêng thôn nạ tia sầy Tức mùi om rập bò sạ trây nạ miên sạ thía Đôi dội sạ rây được khăn than sủa bàn Khăn phút tà cà Ngay mùi bà xăm phút bà rồng bà krú Sạ đạch giếng tàu đàn có sòl Chỉ mùi nâng bị khổ song pram rồi ong Trong giếng chô tàu xâm rạ bà cài nụ khăn thôn nạ kriềm Đâm bay cầm chặt bong nô mà cha tịch thị rập bò phụ priêm nụ khăn thôn nạ kriềm nụ Phụ priêm tèng lái Ban lưu đầm năng thảព្រះសម្ពុទ្ធព្រមទាំងភិក្ខុសង្ឃស្ដេចជាងនិមន្តមកដល់ត្រើយស្ទឹងខាងនាយបំរុងនឹងឆ្លងចូលទៅក្នុងធនក្រៀមហើយពួកព្រាហ្មណ៍ព្រឹទ្ធាចារ្យទាំងឡាយបានប្រកាសប្រាប់ដល់ព្រាហ្មណ៍ជាបរិស័ទថាយើងទាំងអស់គ្នាមិនគប្បីគួរសមរាប់រកឲ្យវត្ថុអ្វីដល់សមណៈគូដំឡើយម្យ៉ាងទៀតយើងទាំងអស់គ្នាត្រូវអូសទូកឡើងពីកំពង់ឲ្យអស់ហើយរុះរើស្ពានចោលចេញទាំងសាលាសំណាក់ក៏ត្រូវរុះរើស្បូវឬរនៀបឲ្យអស់បើអ្នកណាមួយទៅគួសមឬឲ្យវត្ថុអ្វីមួយដល់សមណៈគូដំនិងភិក្ខុសង្ឃត្រូវធ្វើទោសអ្នកនោះដល់ជីវិតព្រះសម្ពុទ្ធទ្រង់ជ្រាបបុព្វការៈរបស់ព្រាហ្មណ៍ដូច្នោះហើយក៏នាំភិក្ខុទាំងឡាយ500អង្គហោះទៅឯដល់អាកាសឆ្លងស្ទឹងទៅចុះត្រង់កណ្ដាលស្រុកនោះទ្រង់និមន្តទៅគង់ក្រោមដើមឈើមួយដើមក្បែរអណ្ដូងទឹកសម័យនោះមាននាងទាសីម្នាក់ជាខ្ញុំបម្រើត្រកូលព្រាហ្មណ៍នៅក្នុងធនក្រៀមនោះកំពុងកណ្ដៀតក្អមទៅដងទឹកអណ្ដូងបានឃើញព្រះដ៏មានព្រះភិក្ខក៏មានចិត្តជ្រះថ្លាកើតឡើងនាងគិតថាសម័យនេះក្តៅណាស់ព្រះសម្ពុទ្ធនិងភិក្ខុសង្ឃទាំងអស់អង្គប្រហែលជាស្រេកទឹកខ្លាំងណាស់បានជាមកគង់នៅទីនេះអញត្រូវតែដងទឹកមួយក្អមយកទៅប្រគេនទើបគួរប៉ុន្តែព្រាហ្មណ៍ព្រឹទ្ធាចារ្យបានដាក់អាជ្ញាថាបើអ្នកណាមួយទៅគួសមឬយកវត្ថុអ្វីមួយទៅប្រគេនដល់សមណៈគូដំនិងភិក្ខុសង្ឃនេះត្រូវមានទោសដល់ជីវិតនាងគិតដូច្នោះហើយក៏ដើរហួសទៅដងទឹកលុះត្រឡប់មកវិញសទ្ធាក៏កាន់តែកើតឡើងខ្លាំងឡើងទើបគិតថានៅហើយចុះអញបានជួបនឹងស្រែបុណ្យដ៏ប្រសើរយ៉ាងនេះហើយគួរតែធ្វើទានកុំខានទោះបីគេសម្លាប់ឬដាក់អាជ្ញាយ៉ាងណាតាមការចុះនាងក៏កណ្ដៀតក្អមចូលទៅកណ្ដាលគង់ភិក្ខុសង្ឃយកទឹកមួយក្អមទៅប្រគេនព្រះសម្ពុទ្ធព្រះសម្ពុទ្ធទ្រង់ទទួលដោយប្រហោះទាំងពីរថ្លែងអាការៈឲ្យនាងដឹងថាព្រះអង្គត្រូវការទឹកនោះណាស់ទ្រង់ចាក់ទឹកនោះលុបប្រភ័ក្រហើយឆាន់នៅក្នុងទីចំពោះមុខរបស់នាងដោយអំណាចឥទ្ធិឫទ្ធិរបស់ព្រះអង្គទឹកនៅក្នុងក្អមនៅតែពេញដដែលទើបព្រះអង្គហុចក្អមទឹកនោះទៅឲ្យភិក្ខុទាំង500អង្គឆាន់ទៀតទឹកក្នុងក្អមក៏នៅតែពេញដដែលនាងធនទាសីឃើញហេតុចម្លែកអស្ចារ្យដូច្នោះហើយសេចក្តីជ្រះថ្លាក្នុងព្រះសាស្តាក៏កាន់តែចម្រើនស្ថាពរឡើងជារយគុណកាលភិក្ខុទាំង500អង្គឆាន់ឆ្អែតស្កប់ស្កល់ហើយព្រះសម្ពុទ្ធទ្រង់ប្រទានទឹកក្អមនោះដល់ទៅនាងធនទាសីវិញនាងបានទទួលក្អមទឹកហើយថ្វាយបង្គំលាព្រះដ៏មានព្រះភិក្ខទៅកាន់គេអដ្ឋានរបស់នាងវិញជាលំដាប់នោះពួកព្រាហ្មណ៍ទាំងឡាយក៏ចាប់នាងវាយតប់បណ្ដើរយកនាងទៅឲ្យព្រាហ្មណ៍ជាចៅហ្វាយព្រាហ្មណ៍ជាចៅហ្វាយក៏បានវាយនាងថែមទៀតតតែស្លាប់នៅក្នុងពេលនោះទៅចំណែកខាងព្រះដ៏មានព្រះភិក្ខកាលបើនាងធនទាសីចេញផុតទៅហើយទ្រង់ក៏បានត្រាស់ហៅព្រះអានន្ទប្រើឲ្យយកបាតព្រះអង្គទៅដងទឹកអណ្ដូងព្រះអានន្ទមិនហ៊ានទៅដងព្រោះខ្លាចព្រាហ្មណ៍វាយសម្លាប់ទ្រង់ប្រើជាគម្រប់3ដងព្រះអានន្ទមិនហ៊ានប្រកែកទើបកាន់យកបាតនិមន្តទៅអណ្ដូងទឹកនោះគ្រាន់តែទៅដល់មាត់អណ្ដូងទឹកក៏បាញ់ចេញពីក្នុងអណ្ដូងជួជន់នាចទៅលើមហាប្រតិពីលិចភូមិស្រុកធនក្រៀមនោះមួយរំពេចប៉ុន្តែត្រង់កន្លែងដែលព្រះសម្ពុទ្ធនិងព្រះសង្ឃគង់នៅនោះឥតមានទឹកលិចឡើយពួកព្រាហ្មណ៍ទាំងឡាយឃើញហេតុអស្ចារ្យដូច្នោះហើយក៏ភិតភ័យខ្លាំងណាស់ក៏នាំគ្នារត់ចូលទៅសុំទោសព្រះសម្មាសម្ពុទ្ធថ្វាយខ្លួនជាឧបាសកឧបាសិកាយកប្ររតនត្រ័យជាទីពឹងទីរលឹកស្មើដល់ជីវិតទឹកក៏បាត់អស់រលីងនៅក្នុងខណៈនោះទៅឯនាងធនទាសីដែលព្រាហ្មណ៍វាយសម្លាប់នោះក៏បានទៅកើតនៅក្នុងឋានត្រៃត្រឹងមានរូបល្អឥតឧបមាមានរស្មីចែងចាំងចេញពីកាយផ្សាយទៅក្នុងទិសទាំងពួងមានស្រីទេពអប្សរ1000ចោមរោមជាបរិវារស្ថិតនៅក្នុងវិមានមាសមានស្ថានដូចជាទូកឹង
បដិស្ថាននៅលើទឹកទិបនៅក្នុងមហាស្រះបកករណីមួយលើមាត់ស្រះមានដើមកັບប្រព្រឹត្តដុះព័ទ្ធជុំវិញក្នុងស្រះនោះមានដើមឈូកដុះប្រងព្រាតបញ្ចេញផ្លែផ្កាផ្សាយក្លិនក្រអូបឈ្ងុយឈ្ងប់ឈូកនោះមានផ្កា5ពណ៌ខ្លះដើមជាពណ៌មាសស្លឹកជាកែវមณีផ្កាជាប្រាក់ផ្លែជាត្បូងទទឹមខ្លះដើមជាត្បូងទទឹមស្លឹកជាប្រាក់ផ្កាជាកែវមณีផ្លែជាមាសដុះព័ទ្ធជុំវិញវិមានប្រាសាទក្នុងពេលនោះនាងគិតពិចារណាមើលអតីតជាតិរបស់ខ្លួនក៏បានដឹងសពគ្រប់ថាអូអញដែលបានមកកើតជាទេវធីតាបរិបូរដោយទិព្វសម្បត្តិដូច្នេះក៏ដោយសារតែទឹកមួយក្អមដែលអញបានយកទៅប្រគេនព្រះសម្ពុទ្ធនៅក្នុងធនក្រៀមឥឡូវនេះព្រះសម្ពុទ្ធគង់នៅក្នុងទីនោះពុំទាន់និមន្តណាឡើយដូច្នេះគួរតែទៅបំពេញសម្បត្តិរបស់អញឲ្យវិសេសជាងនេះទៅទៀតគិតដូច្នោះហើយក៏ចុះមកភ្លាមវាមានប្រាសាទក៏អណ្ដែតមកបដិស្ថាននៅលើផែនដីនៅក្នុងទីចំពោះព្រះភ័ក្ត្ររបស់ព្រះសម្ពុទ្ធនាងទេពធីតាបាននាំបរិវារទាំង 1000 ចេញពីវិមានប្រាសាទចូលទៅថ្វាយបង្គំព្រះបរមគ្រូពេលនោះពួកព្រាហ្មណ៍ទាំងឡាយដែលកំពុងអង្គុយគាល់ព្រះដ៏មានព្រះភ័ក្ត្រក៏ផ្អើលឈូឆរនឹកស្ងើចនៅក្នុងចិត្តឥតឧបមាព្រះមានព្រះភ័ក្ត្រទ្រង់ត្រាស់សួរនាងទេពធីតាដើម្បីឲ្យព្រាហ្មណ៍ទាំងអស់បានដឹងនៅក្នុងពេលនោះថាមនាលទេពធីតាអ្នកបរិបូរដោយទិព្វសេរីមានពលឺភ្លឺចែងចាំងជានិច្ចតើនាងមកអំពីទីណាបានធ្វើបុណ្យអ្វីនៅក្នុងជាតិមុននាងទេពធីតាក្រាបទូលថាបបិទ្ធព្រះដ៏មានព្រះភ័ក្ត្រខ្ញុំព្រះអង្គមកពីឋានត្រៃត្រឹងកាលពីម្សិលមិញខ្ញុំព្រះអង្គនៅក្នុងស្រុកធនក្រៀមនេះបានដងទឹកមួយក្អមប្រគេនព្រះអង្គលុះត្រឡប់ទៅផ្ទះពួកព្រាហ្មណ៍ទាំងឡាយដែលអង្គុយជុំវិញនេះនាំគ្នាចាប់ខ្ញុំព្រះអង្គបណ្ដាលទៅឲ្យព្រាហ្មណ៍ជាចៅហ្វាយរបស់ខ្ញុំព្រះអង្គចៅហ្វាយរបស់ខ្ញុំព្រះអង្គបានវាយថែមទៀតរហូតដល់ស្លាប់បន្ទាប់មកនាងក៏បានថ្លែងរៀបរាប់អំពីទិព្វសម្បត្តិរបស់នាងនៅក្នុងឋានសួគ៌ដោយសពគ្រប់លុះចប់ហើយព្រះសម្ពុទ្ធបរមគ្រូទ្រង់សម្ដែងនៅធម្មកថាពន្យល់អំពីអរិយសច្ចធម៌4ប្រការនាងទេពធីតាក៏បានសម្រេចដល់សោតាបតិផលនៅក្នុងពេលនោះទើបថ្វាយបង្គំលាព្រះដ៏មានព្រះភ័ក្ត្រទៅកាន់ឋានត្រៃត្រង់វិញពួកព្រាហ្មណ៍នៅក្នុងធនក្រៀមក៏បានយល់ជាក់ច្បាស់នៅលទ្ធិពុទ្ធសាសនានៅក្នុងពេលនោះរឿងនេះចប់តែប៉ុណ្ណេះសូមអរគុណ